ស្ថិតក្នុងស្ថានភាពប្រទេសជាតិកំពុងតែមានសង្គ្រាមក្នុងនាមយើងជាប្រជាជនរួមជាតិតែមួយត្រូវតែមានភាពសាមគ្គីជាធ្លុងមួយជាដាច់ខាតជាបាននៅការបែកបាក់សាមគ្គីការបាក់ស្មារតីក៏ដូចជាការបាត់បង់ទំនុកចិត្តទៅលើជាតិសាសន៍ខ្លួនឯងរួមគ្នាធ្វើអ្វីដែលជាសកម្មភាពគាំទ្រនិងជាកម្លាំងចិត្តដល់វីរៈកងទ័ពយើងទៅតាមលទ្ធភាពដែលយើងអាចធ្វើទៅបានព្រោះនេះគឺសុទ្ធតែជាទឹកចិត្តនិងជាកម្លាំងរួបរមដ៏រឹងមាំផ្ដើមចេញពីគំនិតដូចផ្ដើមរបស់សហគមន៍ទូរវាងនិងទទួលបានការចូលរួមពីបណ្ដាសប្បុរសជនយើងខ្ញុំពិតជាគោរពសរសើរទឹកចិត្តប្រជាជនខ្មែរយើងខ្លាំងមែនទែនតាមរយៈការចូលរួមពីអ្នកទាំងអស់គ្នាទាំងកម្លាំងកាយចិត្តយើងខ្ញុំបានរៀបចំអំបុកដែលដាល់ផ្ទាល់ពីសហគមន៍ទូរវាងនិងម្ហូបសម្ងួតដូចជាប្រហុកចិញ្ច្រាំសៀងឆាសាច់ជ្រូកនិងខសម្ងួតឆ្អឹងជំនីជ្រូកនិងទឹកពិសារួមទាំងគ្រឿងបរិភោគផ្សេងទៀតដែលបងប្អូនយើងបានចូលរួមជាមួយគ្នាហើយក៏សូមឲ្យកម្លាំងរួបរមទាំងអស់នេះនៅតែបន្តទៅមុខទៀតនៅតែជាសកម្មភាពវិជ្ជមានដែលជាកម្លាំងគាំទ្រដល់វីរៈកងទ័ពយើងក៏ដូចជាប្រទេសជាតិយើងទាំងមូលឲ្យទទួលបានសុខសន្តិភាពនិងជ័យជំនះមានតែពាក្យថាអរគុណហើយអរគុណទៀតដែលពុកម៉ែបងប្អូនបានចូលរួមជាមួយគ្នាក៏សូមឲ្យប្រទេសជាតិយើងឆាប់ទទួលបានសុខសន្តិភាពឆាប់ព្រោះកម្ពុជាត្រូវការតែសន្តិភាពតែប៉ុណ្ណោះជូនបងពូបងកងទ័ពទាំងអស់គ្នាបានជ័យជំនះឈ្នះស៊ូ